ประชาชนสบายได้ฮะพักเริ่มแต่ยืนคุยในเรื่องมันจะคุยไปนะเริ่มต้นครับเริ่มต้นพระเลยครับเฮ้ยอย่าดิ้นอย่าทำไม่ได้กำลังจะรวยเป็นเจ้าบ้านอ้นไปเจอเรื่องการเรื่องอะไรนี่ยกการดูทางครับเรื่องอะไรครับแล้วก็ครับที่เขาแบบนี้ช่วยดูสิครับไหมล่ะ ចាប់ដើមក្នុងមុនដល់កម្មការរៀបចំដែលកម្មគួរបានរៀបចំឡើងដោយខាងម៉ូតូស្និតមានការគ្រប់គ្រងពីសហព័ន្ធយានយន្តកម្ពុជាផងដែរបានរៀបចំកម្មវិធីនេះឡើងសម្រាប់ទស្សនិកជនរបស់បានទស្សនាក្រោមការឧបត្ថម្ភភូមិពីប្រេងម៉ាស៊ីនលូកានិងខាការឧបត្ថម្ភពីប្រេងម៉ាស៊ីនយូគោលប្រេងម៉ាស៊ីនដាតិកហើយស្រាប់ធ្វើកំណង150បាទសូមជម្រាបដល់កីឡាករពូស៊ីសូមយើងរៀបបន្តពីលេខ1ដល់លេខខាងក្រោយយើងរៀបលេខ1ឡើងទៅលេខ1គឺចាប់បានមួយខ្សែខាងក្រោយហើយរកកីឡាករដែលចូលរួមប្រកួតសូមមេត្តាប្រឆាំងម៉ាស៊ីនមកហើយរួចមកចាប់ទៅលើម៉ូតូឈរនៅជំនួសម៉ូតូសូមជម្រាបបន្តទៀតដល់កីឡាករពូស៊ីយើងធ្វើឡើងទៅលើធំសម្រាប់កីឡាករលេខ1យើងមកខាងឆ្វេងដៃរបស់ខ្ញុំបាទកីឡាករលេខ1ពូបាទសូមកន្លែងចាក់ថោកទៅមើលគូបាទកីឡាករទាំងអស់សូមជ័យត្រៀមមើលពុំបាទមើលពុំបាទកំពុងតែចាប់តាមហើយបាទអូហូជួយទៅពីបាទអូយមកស្អាតដល់ហើយបាទ
คือไทยกรอนเหมือนกันសូមជម្រាបដល់បងប្អូនទូទស្សនិកជនដែលមកទស្សនាថ្ងៃនេះបងមានឈ្មោះដែរហើយមានទួនាទីដែរបងបាទអរគុណជំរាបសួរបងទាំងអស់គ្នាថ្ងៃនេះខ្ញុំឈ្មោះសុផាតខ្ញុំជា Business Development Manager នៅខាងក្រុមហ៊ុន Lucas ដែលជាផលិតផលមួយដែលនាំមុខប្រាច់មុខបំផុតធំបំផុតនៅខាងសហរដ្ឋអាមេរិកបាទវាជាប្រេងបរដ្ឋាភិបាលអាមេរិកថ្ងៃនេះខ្ញុំមានមោទនភាពណាស់ដែលបានចូលរួមក្នុងសកម្មភាពហៅថាជាជំហានទី1ដែលលោកកាសបានឈានចូលនៅស្រុកខ្មែរហើយក៏បានចូលរួមចំណែកនៅសកម្មភាពដ៏សកម្មដូចជាកម្មវិធី Super Cross បាទនៅថ្ងៃទី21នេះដែលមានទីតាំងនៅខាងភ្នំប្រសិទ្ធខាងខ្ញុំមានទស្សនវិស័យខ្ពស់ដោយខ្ញុំឃើញថាសម័យនេះគឺជាសម័យហៅនគររូបនីយកម្មដែលពោពេញទៅដោយមនុស្សដែលស្វែងយល់ដឹងពីនៅគុណភាពនៃផលិតផលដែលប្រេងលំអិលដែលមានគុណភាពខ្ពស់ដូចជាម៉ាកលូកាសនេះតែម្ដងដែលមកពីខាងសហរដ្ឋអាមេរិកបាទដែលប្រើទី1គឺល្អមានគុណភាពខ្ពស់ចំណេញពេលវេលាបាទជួយកាត់បន្ថយនៅថវិកាផ្សេងៗច្រើនហើយអ្វីដែលខ្ញុំចូលរួមចំណែកនេះគឺពួកខ្ញុំចង់ឆ្លុះបញ្ចាំងពីទស្សនវិស័យមួយឲ្យមជ្ឈដ្ឋានអ្នកដែលគាត់មានវិស័យនៅប្រើប្រាស់នៅម៉ូតូទំនើបច្រើនបាទដែលកំពុងតែហូរចូលពីសហគមន៍ប្រទេសសហគមន៍អឺរ៉ុបមួយចំនួនមកចូលនៅស្រុកខ្មែរអញ្ចឹងវាគួបផ្សំនឹងលូកាសដែលមានផលិតផលមួយដ៏ល្អបាទនឹងផ្ដល់ជូនទៅដល់មធ្យោបាយទូទៅដូចជាយានយន្តបាទដូចជាមធ្យោបាយម៉ូតូបាទដូចជាឧបករណ៍ឬក៏អីផ្សេងៗឲ្យតែនិយាយរួមឲ្យជាគ្រឿងម៉ាស៊ីនគឺខាងលូកាសមានសមិទ្ធផលច្រើនដែលអាចផ្ដល់ទៅខាងអ្នកដែលទទួលយកឱកាសនៃការប្រើប្រាស់ទាំងអស់បានបាទបងយល់ណាស់ចំពោះការរៀបចំកម្មវិធីបណ្ដាំម៉ូតូនេះបងខ្ញុំមើលឃើញថាថ្ងៃនេះវាជាទស្សនវិជ្ជាមួយដ៏ល្អស្រស់ត្រកាលហើយជាមោទនភាពសម្រាប់ខាង Lucas ដែលបានចូលរួមហើយសង្ឃឹមថានៅអាណត្តិក្រោយខាង Lucas នឹងមាន event ធំជានឹងដើម្បីជាព្រឹត្តិការណ៍បែបជាអន្តរជាតិបាទដើម្បីនាំមកឲ្យប្រជាជនខ្មែរយើងបានទទួលនឹងឃើញនៅសកម្មភាពនិងព្រឹត្តិការណ៍ដ៏កក្រៅទាំងអស់នេះបានបាទចុងក្រោយពីសំណួរបងប្អូនបងមានអីផ្លែផ្ដាំខ្ញុំអរគុណច្រើននៅស្ថានីយទូរទស្សន៍បាយ័ននិង CTN ដែលបានអញ្ជើញមកដល់ទទួលយកព័ត៌មានពីខាងខ្ញុំមានន័យក្រៅពីផ្ដាំផ្ញើថាទី1សូមឲ្យបងប្អូនជួយគាំទ្រនិងទទួលយកសមិទ្ធផល Lucas ដែលជាប្រេងលំអិលដែលនាំចូលផ្ដាច់មុខពីសហរដ្ឋអាមេរិកដោយគុណភាពលំដាប់ពិភពលោកបាទដែលជាប្រេងរបស់រដ្ឋាភិបាលអាមេរិកតម្លៃមានសមរម្យគុណភាពប្រើចំណេញពេលវេលានិងថវិកាហើយប្រើប្រាស់សម្រាប់យានយន្តគឺល្អប្រសើរបំផុតបាទអរគុណច្រើនអរគុណបាទបងមានឈ្មោះដែរបងបាទមុនដំបូងខ្ញុំសូមជម្រាបសួរបាទដល់ស្ថានីយ៍ទូរទស្សន៍បាទ CTN និងស្ថានីយ៍ទូរទស្សន៍បាទ BTV ដែលបាទចូលមកសម្ភាសបាទខាងក្រុមហ៊ុន PGM 150បាទហើយខ្ញុំឈ្មោះឈឹមវិជ្ជរមនីធ្វើការនៅក្រុមហ៊ុនសយាមបាទកាន់ទៅ PGM 150បងយល់ដែរសម្រាប់កម្មវិធីបណ្ដាំម៉ូតូថ្ងៃនេះបងបាទខ្ញុំមានចិត្តសប្បាយរីករាយណាស់ដែលខាងក្រុមហ៊ុន M150 បាទមានការជួយឧបត្ថម្ភធំនៅក្នុងការប្រណាំងម៉ូតូនេះបាទហើយនៅខាងហើយខ្ញុំមានអារម្មណ៍ថាការប្រណាំងម៉ូតូនេះគឺធ្វើឲ្យមនុស្សក្នុងស្រុកមានការសប្បាយរីករាយចូលរួមច្រើនជាពិសេសបាទគឺបងប្អូនដែលគាត់នៅក្រៅស្រុកជាពិសេសបងជនបរទេសដែលគាត់បានមកចូលរួមមកក្នុងការបណ្ដាំម៉ូតូនេះផងដែរនេះជាលើកទីប្រហែលដែល M150 ចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធីបណ្ដាំម៉ូតូបាទនេះគឺជាលើកទី1ហើយដែលខាងពេជ្រ M150 ចូលរួមនឹងឧបត្ថម្ភនៃការបណ្ដាំម៉ូតូនេះបងបាទមូលហេតុអ្វីបានជាបងចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធីបណ្ដាំម៉ូតូនេះបាទដើម្បីឲ្យបងប្អូនឬក៏អតិថិជនបានស្គាល់ពីផលិតផលពេជ្រ M150ហើយពេជ្រ M150 ក៏មានការចែកចាយបាទគ្រប់24ខេត្តក្រុងទាំងអស់បាទជាចុងក្រោយបងមានអ្វីផ្ដាំផ្ញើទៅដល់ទស្សនិកជនក្រៅពីសំណួររបស់បងបាទហើយជាចុងក្រោយនេះបាទខ្ញុំសូមថ្លែងអំណរគុណបាទដល់ម្ចាស់ទទួលបាទ CTN ហើយនិងបាទស្ថានីយ៍ទទួល BTV ដែលបានផ្ដល់កិត្តិយសបាទឲ្យខាងខ្ញុំបាទចូលរួមបោះសម្ភាសហើយជាចុងក្រោយនេះបាទខ្ញុំក៏មានចិត្តសប្បាយរីករាយណាស់ដែលបានចូលរួមឧបត្ថម្ភនៃការប្រណាំងម៉ូតូនេះផងដែរបាទអរគុណបងបាទសូមជម្រាបលាបង
lên 26 បាទមកដល់ហើយបាទអូលេខ26វ៉ែនតាគឺថាគឺសិនជាស្នេហ៍តែបាទតែមិនថ្មីទេនៅតែបន្ថែមនៅព្រឹកលេខ26អូបាទវ៉ែនតាមិនបីបាទលេខ26លេខ26លេខ39និងលេខ10ប្រពោទីនឹងក៏ថាគាត់នឹងតាមប្រកបតាមរបាយតាមបាយតាម29បាទនេះអូបាទទៅហើយលេខ38បាទកន្លងលេខ9គឺមកឲ្យសុវត្ថិភាពបាទមួយអូនៅពេលនេះក៏ចេញអស់ហើយសុវត្ថិភាពបាទកម្លាំងមានតាមប្រមាណគឺអស់ហើយនៅពេលនេះបាទបាទគឺការប្រកួតបានឈានដល់ជុំទី9ហើយបាទឃើញថាការប្រកួតបាន9ជុំហើយនៅសល់2ជុំទៀតបាទការប្រកួតបាទឥឡូវនេះឃើញហើយកីឡាករជើងខ្លីជាអេកត្រីកំពុងតែឆ្លងភាសាថាផ្លូវនេះស៊ីថុយឬមិនថុយបាទសូមជម្រាបដល់5បាទឃើញថាលេខ20បាទលេខ25លេខ25នេះហើយអំបញ្ញមិញបើគាត់ទុនដៃទុនជើងជាមួយទៅគាត់ដូចពីអស់មែនតើហើយគាត់ទី1ហើយ25នេះគាត់ជាទុនទីបាទត្រូវហើយលេខ8ហើយនឹងលេខ17លេខ30និងលេខ27លេខ10នឹងទៅហើយលេខ10អូលេខ10ទៅបាទអូមិនទេអត់ហើយលេខ24ហើយនឹងលេខ35លេខ2ហើយលេខ10បាននៅប្រភេទ3ភាហើយចុះទៅលើម៉ូតូសម្រាប់សាលាទៅអស់នៅលើម៉ូតូទេសូមចុះទៅលើម៉ូតូមិនទេបាទកីឡាករលំបាកមកដល់ប្រទេសបាទសម្រាប់ពេលនេះបាទគឺជាពូដែលប្រកបពីពូ A គឺជាពូ Expert ហើយពូ B នេះគឺជាពូមួយដែលជាពូជើងខ្លាំងផងដែរបាទប្រកបពីពូ A បាទយើងចាំមើលទាំងអស់គ្នាសម្រាប់ជុំទី1អ្នកដែលនាំមុខគេគឺជាអ្នកណាហើយយើងបន្តតាមដានទៀតបាទលេខ7បានមកដល់ហើយឥឡូវលេខ9កំពុងតែពីក្រោយលេខ7ហើយនៅក្នុងប្រទេសនេះតាមពីបាននៅក្រៅមកព្រោះតែប្រទេសខ្ញុំប្រភេទយើងប្រឡេកលេខ31ក៏មិនណយដែរបាទមិនចេញអស់ពីសមត្ថភាព
អូយ៉ាងមិនហើយលេខ16ជាប់ទៅកងឡានបើមិនខ្វៃទេសមត្ថភាពពួកគាត់ឧបសគ្គប៉ុណ្នេះគឺមិនមែនជាបញ្ហាទេបាទបាទយើងសូមតាមប្រព័ន្ធសម្លេងជំរុញនេះបាទជើងខ្លាំងមួយរូបដែលបន្ទាប់ពីក្រុម A ក្រុម A គឺក្រុម Expert ហើយសម្រាប់ក្រុម B នេះគឺក្រុមបន្ទាប់បាទក្រុម B ជួចចិត្តប៉ុណ្នេះទៅហើយចុះកំមតែក្រុម A ទៀតបាទបាទសម្រាប់ Enduro Sport ក្នុងប្រទេសថ្ងៃនេះមានផ្លូវឧបសគ្គជាច្រើនមានជីកាត់ដើមថ្នោតដំបូលកង់ឡាននិងជីកាត់ថ្មទាំងនេះហើយគឺជាឧបសគ្គរបស់គាត់បាទឥឡូវនេះបន្ទោលេខប្រមាណនៅបានទេបាទហាមជួយបើសិនជាជួយពួកយើងនឹងកាប់បន្ទោរបស់គាត់គឺគាត់ត្រូវការពឹងផ្អែកលើពេលនេះខាងគណៈកម្មការរបស់យើងនឹងដកបន្ទោគាត់ទៅតាមនោះបាទបដហើយលេខ17គឺឆ្នាំមួយលេខ12ទី1បាទលេខ17លេខ19និងលេខ9លេខ16លេខ27បំផាត់លេខ32អូមកហើយលេខ32យ៉ាងម៉េចហើយសម្រាប់គាត់ធ្វើបញ្ហាអីបាទមកលើក្រោយគេព្រោះពីមុនកីឡាករលេខ17ដោយតាមក្រោយគាត់ឥឡូវគាត់មកក្រោយគេវិញបាទលេខ18អូលេខ8គឺថាលឿនមែនទេតែគាត់បានលេខ18បានអត់ហើយនៅលេខ38អូបាទគាត់ហឺលេខអូបាទពិតជាអស្ចារ្យមែននៅកន្លែងនេះបាទសម្រាប់